បាទជំរាបសួរលោកគ្រូ បាទជំរាបសួរបាទសប្តាហ៍នេះកូនប្រុសទាំងពីរចេញប្រកួតទាំងពីរតែម្ដងចង់ដឹងចំណាប់អារម្មណ៍លោកគ្រូមើលវិធីលោកគ្រូយ៉ាងណាដែរប៉ះកន្លះក៏ជប៉ុនធ្លាប់មកខ្មែរដូចជាឈ្នះបងច័ន្ទរតនាផងបាទលោកនេះតាំងតិចបើថាគេចេះវាយដែរគេជើងខ្លាំងរូបនៅជប៉ុនណាឃើញគាត់ថ្ងៃជួបបងច័ន្ទរតនាយ៉ាងម៉េចដែរលោកគ្រូបាទហើយច័ន្ទរតនាតែណាព្រោះម៉ែថាយើងស្ទើរទុះហើយយើងទៀបជាងគេទូជាងគេហើយគេចាំវាយយើងវាបាក់ដែរបើតាមដឹងដៃគូមេឃាគាត់ជំនាញទាំង kick និងគុណខ្មែរលោកគ្រូចំពោះខាងយើងមិនដែរលោកគ្រូបាទដូចគ្នាប៉ុន្តែយើងកំភែសមត្ថភាពទៅដើម្បីសបស្រាយគុណខ្មែរយើងបើមិនយើងឈ្នះម្នាក់នេះបានយើងឈ្នះច្រើនអ្នកលោកគ្រូគិតថាយ៉ាងម៉េចដែរលោកគ្រូចំពោះវគ្គនេះគឺខាងជប៉ុនគេមកដល់5នាក់លោកគ្រូបាទវគ្គហ្នឹងគេមកសាកល្បងច្រើនទេមិនដឹងថាលើកនេះគេមកស៊ីយើងអត់ដឹងទេប៉ុន្តែលើកនេះក្លឹបណាមហ្នឹងតែក្លឹបអេវថងហាត់ទុនគេអស់វាយអស់សមត្ថភាពដើម្បីទៅផ្សាយគុណខ្មែរបាទលោកគិតថាដៃគូមេឃានេះចំណុចដែលល្អរបស់គេមកលោកគ្រូចំណុចឯដែរលោកគ្រូបាទចំណុចរបស់គាត់ក៏ឈោវាយកាត់ទៅលើគាត់ទៅពោះប៉ុន្តែយើងហាត់ទូល្អទៅដោយសារថាគេមានកម្ពស់ជាងយើងគេវាយកាត់ទៅលើមកយើងមិនអាចសម្រុកគេបានទេបាទជឿជាក់លើមើលវិធីមិនដែរគ្រូបាទសម្រាប់នេះគ្រូអូសម្រាប់កូនមិនហ្នឹងជឿជាក់100%ដោយសារថាតែគេចង់វាយហើយដឹងអត់ទាស់បង